Hey សួស្តីអ្នកនរគ្នាស្វាគមន៍កាន់คลิปថ្មីចំពោះคลิปនេះជាប្រភេទរឿងតូទេប៉ុន្តែខ្ញុំយកមកចងក្រងជាคลิปតែមួយអញ្ចឹងគឺថាសាច់រឿងមួយវាគឺសាច់រឿងតូទេប៉ុន្តែមុននឹងចូលដល់ខ្លឹមសារនៃคลิปអ្នកនរគ្នាកុំភ្លេចដាក់ like subscribe និងសញ្ញារូបកណ្ដឹងព្រោះថាវានឹងជួយឲ្យអ្នកនរគ្នាទទួលបាន notification ពេលខ្ញុំអាប់ឡូតវីដេអូថ្មីរឿងទី1គឺចាប់បានជាមួយពុកកូនពីរនាក់ឈ្មោះថា Louis ហើយនិង John ដោយ Louis គឺជាម្នាក់ងារអភិរក្សសត្វ Dinosaur ឆ្លៀតពេលដែល Louis កំពុងរវល់ John ក៏បានចូលទៅលួចពង Dinosaur ជាហេតុដែលធ្វើឲ្យមេ Dinosaur គឺកម្រោលខ្លាំងមែនទែនហើយក៏រត់ដេញតាម John ក៏ព្យាយាមរត់អស់ពីសមត្ថភាពព្រោះថាស្វេ Dinosaur នេះគឺជាប្រភេទ Dinosaur ធំហើយក៏ស៊ីសាច់ជាអាហារទៀតដោយសំណាងរបស់ John ក៏បានរត់ទៅប្រទះជាមួយប្រភេទ Dinosaur ម្យ៉ាងទៀតឈ្មោះថា Pterodactyl ជាប្រភេទ Dinosaur មានស្លាប John ក៏បានជិះលើសត្វ Dinosaur មានស្លាបនោះរត់គេចខ្លួនបានយ៉ាងសុវត្ថិភាព John ក៏បានឲ្យពងនោះទៅ Louis ហើយរឿងមួយហ្នឹងគឺចប់ត្រឹមពេលដែលពង Dinosaur ហ្នឹងគឺបានញាស់រឿងទី2នេះគឺចាប់បានជាមួយកូនឆ្មាដ៏កំសត់ម្នាក់ឈ្មោះថាម៉ូដែលកំពុងមើលឆ្មាដតីទៀតជីកង់ពាក់មួកយ៉ាងសប្បាយពេលដែលញ៉ាំបាយម៉ូក៏បានប្រាប់ទៅកាន់ម្ដាយរបស់គាត់ថាគាត់ចង់បានមួកថ្មីមួយហើយម្ដាយរបស់គាត់ក៏បាននាំគាត់មកទ្រង់ជាមហើយម្ដាយរបស់គាត់ក៏បានកោររោមឈាមដើម្បីយកមកជាផលិតមួកឲ្យហើយម្ដាយរបស់ម៉ូក៏បានយករោមឈាមទាំងអស់ហ្នឹងមកត្រាំទឹកហើយក៏បានយកមកហាលបន្ទាប់ពីរោមទាំងអស់ហ្នឹងបានស្ងួនហើយម្ដាយរបស់ម៉ូក៏បានយករោមទាំងអស់ហ្នឹងមករហូតជាសរសៃអំបោះហើយក៏បានយកទៅជ្រលក់ទឹកលាក់បន្ទាប់ពីបានរួចរាល់ហើយម្ដាយរបស់ម៉ូក៏បានចាប់ដើមចាក់មួកឲ្យម៉ូពាក់តែម្ដងហើយរឿងនេះក៏បានចប់ដោយ happy ending ជាមួយនឹងមួកថ្មីរបស់ម៉ូហើយរឿងទី3នេះក៏និយាយពីជីវិតរបស់ម៉ូដែរដោយរឿងនេះគឺចាប់ដើមជាមួយនឹងម៉ូបានបាត់ម្ដាយរបស់ខ្លួនហើយដើររកម្ដាយប៉ុន្តែការដើររកនេះក៏បានទៅប្រទះជាមួយរុក្ខជាតិស៊ីសាច់ហើយរុក្ខជាតិមួយនោះក៏បានស៊ីម៉ូតែម្ដងដោយម្ដាយរបស់ម៉ូបានឃើញថាម៉ូកំពុងតែមានគ្រោះថ្នាក់ម្ដាយរបស់ម៉ូក៏បានរត់ទៅជួយដោយម្ដាយរបស់ម៉ូបានរមៀលដុំថ្មមួយយ៉ាងធំទៅកាន់រុក្ខជាតិស៊ីសាច់នឹងតែម្ដងហើយវាក៏បានងាប់ចេញទៅដោយបញ្ចេញនឹងម៉ូចេញមកក្រៅដល់រឿងទី4នេះបានកាត់មកជួបជាមួយនឹង Mommy Cat ដែលជាម្ដាយរបស់ម៉ូនឹងឯងហើយគាត់កំពុងតែមើលកូនរបស់គាត់លេងទឹកយ៉ាងសប្បាយម៉ូរំពេចនោះក៏មានរលកយក្សមួយយ៉ាងខ្លាំងមកបោកកូនរបស់ពួកគេយកទៅបាត់ទៅម្ដាយរបស់ម៉ូវិញគឺថាស្លន់មែនតែប៉ុន្តែគាត់អាចធ្វើអីបានដែរចំណែកកូនវិញគឺកំពុងតែលងទឹកអីបន្ទាប់ពីរលកបានបក់ហើយពួកគេក៏បានលិចចូលទៅក្នុងបាតសមុទ្រម្ដាយរបស់ម៉ូក៏ចាប់ដើមយំគាត់ថាកូនរបស់គាត់នឹងគឺនឹងស្លាប់អស់ហើយគាត់ក៏បានអង្គុយរំលឹកអនុស្សាវរីយ៍ពីកូនរបស់គាត់ចំណែកម៉ូវិញគឺអត់ទាន់ស្លាប់ទេក៏បានជិះថៃ Dolphin ឡើងមកលើគោកវិញហើយម្ដាយរបស់ម៉ូគឺសប្បាយចិត្តខ្លាំងមែនទែនព្រោះបានជួបម៉ូវិញហើយចំណែកក្មេងៗដទៃទៀតក៏អត់ទាន់ស្លាប់ដែរហើយនេះគឺជាសាច់រឿងចុងក្រោយដែរដល់ Mommy Cat គាត់បានលេងចានហើយគេថាពពុះសាប៊ូគាត់គឺឡើង7ពណ៌គឺស្អាតមែនទែនហើយគាត់គឺអត់បានរហូតចេញទេគឺគាត់ຕົកនឹងចំណែកកូនគាត់មកឃើញក៏បានហក់ចូលផឹកទឹកសាប៊ូតិចហើយពេលដែលគាត់មកដល់គឺឃើញថាកូនរបស់គាត់ខ្លាចជាឆ្មា7ពណ៌បាត់គាត់ភ័យខ្លាំងមែនទែនហើយគាត់ក៏បានយកកូនរបស់គាត់ហ្នឹងចេញពីក្នុងកន្លែងលេងចានហ្នឹងដែរហើយក៏បានដាក់លើសាឡុងមួយប៉ុន្តែមានដឹងណាថាកូនឆ្មាទូចហ្នឹងវាមាននៅសុកណាវាក៏បានក៏អួតចេញមកឡើងប្រឡាក់ពេញផ្ទះតែម្ដងហើយ Mommy Cat វិញគឺចាប់ដើមស្លន់ស្លោបឡើយហើយគាត់ក៏បានយកកូនគាត់ហ្នឹងយកទៅដាក់ក្នុងបន្ទប់ទឹកដើម្បីឲ្យងូតទឹកហ្នឹងណាដល់ពេលមានណាពេលដែលគាត់រវល់តែជូតក្រូនឹងខៅកូនគាត់ក៏បានបើកទឹកឡើងហៀពេញផ្ទះតែម្ដងគឺថាសាហាវមែនតើឆ្ងល់ទឹកអីក៏ខ្លាំងម៉ែបានឡើងលិចផ្ទះឡើងដូចទឹកជំនន់អីហើយគឺថាទឹកមួយហ្នឹងគឺអាចចេញក្រៅបានតែសារប្អួយបិទចិត្តតែមិនឃើញផ្ទះមួយបិទឡើងចិត្តដូចទូអាំងថៃយីមែនសាច់រឿងនេះគឺប្លែកវល់ខ្លាំងអញ្ចឹងជួបគ្នានៅវីដេអូ